កុំចេះតែហ៊ានបរិះម្នាក់ខ្លែងឯកសណ្ឋានកងរាជអាវុធហត្ថទៅគំរាមនិងប្រែហិង្សាលើនារីជាសង្សារជាហូហែត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនលោកឧត្តមសេនីយ៍អេងហ៊ីអ្នកនាំពាក្យបញ្ជាការកងរាជអាវុធហត្ថលោកតេប្រទេសបានឲ្យដឹងថានៅព្រឹកថ្ងៃទី30ឧសភាឆ្នាំ2025កងរាជអាវុធហត្ថខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនបរិះម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថគំរាមនិងប្រែហិង្សាលើនារីជាសង្សារការឃាត់ខ្លួនបរិះខាងលើធ្វើឡើងបន្ទាប់ពីម្ចាស់គណនីមួយឈ្មោះពី3បានសរសេរសារបង្ហោះពាក់ព័ន្ធនឹងបរិះជាសង្សារបានប្រែហិង្សាលើរូបរាងកាយនាងអមដោយរូបថតបរិះជាសង្សារស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថក្នុងខ្លឹមសារនោះនារីរូបនោះបានបញ្ជាក់ថានាងនិងបរិះរូបនោះបានបែកគ្នារយៈពេលជិត1ខែហើយប៉ុន្តែបរិះរូបនោះមិនព្រមដោះលែងនិងតាមរករឿងនាងរហូតតាំងពីនៅស្រឡាញ់ជាមួយគ្នារយៈពេល1ឆ្នាំកន្លងមកនេះបរិះរូបនោះតែងតែធ្វើបាបវាយនិងបំផ្លាញនាងគ្រប់យ៉ាងទាំងដែលនាងនិងបរិះរូបនោះត្រឹមជាសង្សាររស់នៅជាមួយគ្នាប៉ុណ្ណោះប៉ុន្តែមិនបានរៀបការឬក៏សែនឲ្យម៉ែឪដឹងឮនិងស្គាល់នៅឡើយទេប៉ុន្តែគាត់ហ៊ានណាស់ហ៊ានវាយនិងធ្វើបាបនាងរយៈពេល1ឆ្នាំមកនេះនាងទ្រាំឆ្អែតឆ្អន់ហើយនាងក៏បានរត់គេចពីគាត់មកធ្វើការនៅកំពង់សោមប៉ុន្តែគាត់នៅតែតាមរករឿងដល់កន្លែងធ្វើការព្រមទាំងគំរាមសម្លាប់នាងថែមទៀតបាទថ្ងៃក្រោយទៅខ្ញុំមានបញ្ហាអីគឺម្នាក់នឹងជាអ្នកធ្វើបាបហើយថ្ងៃស្អែកពេលព្រឹកនាងនឹងទៅដាក់ពាក្យបណ្ដឹងហើយព្រោះគាត់បានគំរាមនាងច្រើនពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរលោកឧត្តមសេនីយ៍អេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថាក្រោយពីឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថកម្លាំងជំនាញកងរាជអាវុធហត្ថបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវតាមការពិនិត្យភិនភាគនិងអត្តសញ្ញាណបុគ្គលនោះមិនមានឈ្មោះនៅក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេបន្ទាប់មកកងរាជអាវុធហត្ថបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវលុះដល់ម៉ោង13:20នាទីនៃថ្ងៃខែឆ្នាំដដែលទៅធ្វើការឃាត់ខ្លួនបុគ្គលនេះបច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនិងកំពុងបន្តអនុវត្តតាមនីតិវិធីសូមបញ្ជាក់ថាមុននឹងឈានដល់ការឃាត់ខ្លួននៅថ្ងៃទី30ឧសភាឆ្នាំ2025នេះមានគណនីស្ត្រីម្នាក់បានបង្ហោះសាររៀបរាប់រឿងរ៉ាវបែងចែកផ្លូវគ្នាជាមួយអតីតសង្សាររបស់ខ្លួនដោយភ្ជាប់ជាមួយរូបភាពរូបថតជាមួយគ្នាដែលខាងប្រុសពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថទាំងដែលខ្លួនមិនមានឈ្មោះនៅក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថនោះឡើយ